សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹង temperature sensor ដែលយើងសិក្សាជាមួយនឹង model DHT11 ហើយតើទៅជា DHT11 ឬក៏ temperature sensor ហ្នឹងហើយដំណើរការរបស់វាគឺដូចម្ដេចហើយនឹងការអនុវត្តផ្ទាល់តែម្ដងអញ្ចឹង DHT11 sensor ហ្នឹងគឺគេប្រើប្រាស់ដើម្បីវាស់សីតុណ្ហភាពនិងសំណើមនៅក្នុងខ្យល់ជុំវិញខ្លួនរបស់យើងហ្នឹងហើយ DHT11 នឹងដូចគ្នាវាអាចវាស់សីតុណ្ហភាពចន្លោះពី0 អង្សាសេរហូតដល់50 អង្សាសេជាមួយនឹងភាពសុក្រិតរបស់វាបូកដក 2.0 អង្សាសេហើយវាអាចវាស់សំណើមចន្លោះពី20ទៅ 80% ជាមួយនឹងភាពសុក្រិតរបស់វាគឺ 5% ហើយ DHT11 ហ្នឹងវាមានជើងសរុបទាំងអស់ចំនួន3ហើយជើងទី1គឺជើង VCC ដែលជើង VCC ហ្នឹងគឺយើងតទៅកាន់ជើង microcontroller របស់យើងចន្លោះពី voltage 3.3V ទៅ 5.5V ហើយចំពោះជើងមួយទៀតគឺជើង output យើងអាចតទៅកាន់ជើង digital នៃ microcontroller របស់យើងហ្នឹងហើយជើងចុងក្រោយគឺជាជើង ground ហើយដំណើរការរបស់ DHT11 ហ្នឹងគឺបើសិនជាយើងដកស្រោមរបស់វាចេញគឺយើងនឹងឃើញ controller របស់វាដែលអាច read 8 bit ទិន្នន័យ8 bit បានហើយបើយើងបង្វិល PCB ចុះក្រោមយើងនឹងឃើញ NTC thermistor ដែលវាជាសមាសធាតុមួយសម្រាប់វាស់សំណើមនៅក្នុងខ្យល់សមាសធាតុវាស់សំណើមមានជើងអេឡិចត្រូត2ជាមួយនឹងស្រទាប់រក្សាសំណើមហើយនៅពេលដែលសំណើមកើនឡើងស្រទាប់នោះនឹងស្រូបយកចំហាយទឹកដែលបណ្ដាលឲ្យបញ្ចេញនៅអ៊ីយ៉ុងនិងកាត់បន្ថយresistance របស់អេឡិចត្រូតទាំងពីរហ្នឹងអញ្ចឹងការផ្លាស់ប្ដូរភាព resistance របស់វាហ្នឹងគឺអាស្រ័យទៅនឹងសំណើមដែលវាអាចវាស់ដើម្បីប៉ាន់ស្មានសំណើមដែលនៅជុំវិញខ្លួនវាហ្នឹងហើយ DHT11 ហ្នឹងក៏រួមបញ្ចូលជាមួយនឹង NTC thermistor ហើយ NTC thermistor ហ្នឹងគឺជាប្រភេទ resistance ដែលប្រែប្រួលទៅតាមសីតុណ្ហភាពអញ្ចឹងវាត្រូវបានរចនាឡើងដើម្បីឲ្យ resistance របស់វាហ្នឹងគឺផ្លាស់ប្ដូរយ៉ាងខ្លាំងទៅតាមសីតុណ្ហភាពដោយសារតែពាក្យ NTC ហ្នឹងគឺវាមកពីពាក្យ negative temperature coefficient មានន័យថា resistance របស់វានឹងថយចុះនៅពេលដែលសីតុណ្ហភាពរបស់វាកើនឡើងអញ្ចឹងដើម្បីឲ្យកាន់តែយកកាន់តែច្បាស់គឺយើងនឹងធ្វើការអនុវត្តជាមួយនឹង DHT11 របស់យើងជាមួយនឹង microbit board របស់យើងដើម្បី read តម្លៃសីតុណ្ហភាពហើយឲ្យ LED របស់យើងនឹងបលិចអញ្ចឹងយើងមានតារាង connection តពីជើង microbit ទៅជើង temperature sensor និងពី temperature sensor ទៅ microbit ហ្នឹងហើយនេះជា diagram អ្នកទាំងអស់គ្នាអាច follow តាម diagram ហ្នឹងបានហើយបន្ទាប់មកគឺយើងនឹងចូលទៅកាន់Tinkercad ដើម្បីតcircuit ជាក់ស្ដែងតែម្ដងអញ្ចឹងយើងគ្រាន់តែ search component ដូចជា temperature sensor និង microbit ហើយយើងតជើង temperature sensor របស់យើងហ្នឹងground ចូលទៅ ground microbit VCC ចូលទៅ VCC microbit ហើយជើង out របស់វាហ្នឹងចូល P0 នៃ microbit ហើយចំពោះជើង LED ទាំងពីរហ្នឹងគឺយើងតចូលទៅកាន់លឿងចូលទៅកាន់ P1 ក្រហមចូលទៅកាន់ P2 អញ្ចឹងចុងក្រោយយើងនឹងបាន result ដូចដែលយើងឃើញនៅក្នុង simulation ហ្នឹង